ផ្នែកទី6ដើមទុនដែលមើលមិនឃើញនិងយុទ្ធសាស្ត្រដំឡើងតម្លៃខ្លួនលំដាប់សកលផ្នែកទី6នេះខ្ញុំសូមលើកយកទម្រង់ផ្ដោតលើការវិនិយោគខ្លួនឯងនិងការមើលឃើញតម្លៃលាក់កំបាំង The Intelligent Capital ជំរើសនេះនឹងលាតត្រដាងពីរបៀបដែលកំពូលអ្នកមានលើលោកចាប់ផ្ដើមសាងសង់ទ្រព្យសម្បត្តិពីបាតដៃទទេដោយប្រើប្រាស់ដើមទុនដែលមើលមិនឃើញដែលមនុស្ស 99% តែងតែមើលរំលងមនុស្ស 99% តែងតែរអ៊ូថាខ្ញុំចង់មានដូចគេដែរតែខ្ញុំគ្មានដើមទុនជាសាច់ប្រាក់សូម្បី1រៀលតើឲ្យខ្ញុំទៅរកស៊ីអ្វីកើតប៉ុន្តែផ្នែកគំនិត 1% របស់កំពូលអ្នកមានលើលោកយល់ឃើញថាសាច់ប្រាក់មិនមែនជាដើមទុនដំបូងគេនោះទេគឺចំណេះដឹងជំនាញនិងទំនាក់ទំនងទៅវិញទេដែលជាទុនពិតប្រាកដសម្រាប់អ្នកធ្វើការឯកជនទ្រព្យសកម្មដែលមានតម្លៃបំផុតនៅពេលចាប់ផ្ដើមគឺខ្លួនឯងមនុស្ស 99% យកប្រាក់ខែទៅទិញសម្ភារៈនិយមដើម្បីមើលទៅហាក់ដូចជាអ្នកមានចំណែកមនុស្ស 1% យកប្រាក់ខែនិងពេលវេលាទំនេរទៅវិនិយោគលើការដោះខាត់សមត្ថភាពរៀនជំនាញរកលុយនិងកសាងកេរ្តិ៍ឈ្មោះល្អនៅពេលដែលមានតម្លៃខ្លួនរបស់ពួកគេកើនឡើងឱកាសលុយកាក់និងមនុស្សពូកែនឹងរត់មករកពួកគេដោយស្វ័យប្រវត្តិដើម្បីឲ្យកាន់តែងាយយល់យើងខ្ញុំសូមលើកយករឿងជាងទាំងពីរនាក់និងដុំថ្មវេទមន្តមកធ្វើការបកស្រាយនិងបរិយាយឲ្យកាន់តែស៊ីជម្រៅថែមទៀតរឿងជាងទាំងពីរនាក់និងដុំថ្មវេទមន្តនៅនគរមួយមានបុរស2នាក់ឈ្មោះសុវណ្ណនិងមនីគឺជាកម្មករធ្វើការងារដោះខាត់ត្បូងនិងមាសនៅក្នុងរោងជាងរបស់សេដ្ឋីម្នាក់ពួកគាត់ទទួលបានប្រាក់ឈ្នួលប្រចាំខែស្មើគ្នាសុវណ្ណតំណាងឲ្យមនុស្ស 99% នៅពេលទទួលបានប្រាក់ខែសុវណ្ណតែងតែយកទៅទិញសម្លៀកបំពាក់ស្អាតជិះរទេះសេះទំនើបនិងចូលរួមកម្មវិធីជប់លៀងមិនដែលខានដើម្បីឲ្យអ្នកស្រុកមើលមកឃើញថាគាត់ជាកម្មករមានមុខមានមាត់ពេលទំនេរពីការងារគាត់ចូលចិត្តសម្រាកដេកលេងនិងនិយាយដើមចៅហ្វាយនាយជីវិតរបស់សុវណ្ណនៅតែដដែលរហូតដល់ចាស់ហើយនៅពេលរោងជាងត្រូវបិទទ្វារគាត់ក៏ធ្លាក់ខ្លួនក្រភ្លាមព្រោះគ្មានសល់អ្វីក្រៅពីខោអាវចាស់មនី
តំណាងឲ្យមនុស្ស1%ម្នីរស់នៅសាមញ្ញបំផុតគាត់យកប្រាក់ខែមួយផ្នែកធំទៅទិញសៀវភៅក្បួនតម្រាបុរាណស្ដីពីបច្ចេកទេសច្នៃម៉ូដត្បូងកម្រិតខ្ពស់ដែលគ្មាននរណាម្នាក់ចេះនៅក្នុងនគរនោះឡើយរាល់យប់ក្រោយចេញពីធ្វើការងារមុនីអង្គុយរៀននិងអនុវត្តគូម៉ូដថ្មីយ៉ាងយកចិត្តទុកដាក់ប៉ុន្តែមិនតែប៉ុណ្ណោះគាត់តែងតែជួយយកអាសានិងបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនធំដែលមកទិញត្បូងផងដែរថ្ងៃមួយមានព្រះរាជបុត្រមួយព្រះអង្គបានយកដុំថ្មខ្មៅចម្លែកមួយដុំដែលមើលទៅហាក់បីដូចជាដុំថ្មធម្មតាយកមកឲ្យជាងនៅក្នុងនគរមើលជាងទាំងអស់សាកល្បងដុសខាត់តាមរបៀបចាស់តែមិនចេញពន្លឺឡើយហើយគ្រប់គ្នាបានសន្និដ្ឋានថាវាគ្រាន់តែជាដុំថ្មឥតប្រយោជន៍ប៉ុន្តែមហិច្ឆតានិងចំណេះដឹងរបស់មុនីបានប្រាប់គាត់ថានេះមិនមែនជាដុំថ្មធម្មតាទេមុនីបានសុំព្រះរាជបុត្រយកថ្មនោះមកច្នៃតាមបច្ចេកទេសសម្ងាត់ដែលគាត់បានរៀនសូត្រក្រៅម៉ោងធ្វើការ2ថ្ងៃក្រោយមកមុនីបានបំផ្លែងដុំថ្មខ្មៅនោះឲ្យទៅជាត្បូងកណ្ដៀងខ្មៅដ៏មានតម្លៃបំផុតលើលោកដែលចាំងពន្លឺគួរឲ្យស្ងើចសរសើរព្រះរាជបុត្រសប្បាយហឫទ័យជាខ្លាំងក៏បានប្រទានមាសប្រាក់និងតែងតាំងមុនីឲ្យធ្វើជាមេជាងធំប្រចាំនគរមុនីបានក្លាយជាកំពូលអ្នកមានដោយផ្ដើមចេញពីចំណេះដឹងដែលមើលមិនឃើញនៅក្នុងខួរក្បាលរបស់គាត់មេរៀននេះដែរបានដាស់តឿនឲ្យមនុស្ស 99% តែងតែរងចាំឲ្យមានលុយសិនទើបព្រមរៀនសូត្រឬព្រមអភិវឌ្ឍខ្លួនប៉ុន្តែមនុស្ស 1% យល់ថាត្រូវតែធ្វើខ្លួនឲ្យមានតម្លៃសមនឹងក្លាយជាអ្នកមានសិនទើបលុយកាក់ហូរមកតាមក្រោយបើចង់ក្លាយជាកំពូលអ្នកមានលើលោកទាំងកំពុងធ្វើការងារឯកជនត្រូវសួរខ្លួនឯងថាតើក្រៅម៉ោងធ្វើការតើយើងបានវិនិយោគលើខួរក្បាលនិងសមត្ថភាពរបស់ខ្លួនឯងកម្រិតណាហើយតើអ្នកយល់យ៉ាងណាដែរចំពោះរឿងមួយនេះសូមខមមិនខាងក្រោមប្រសិនបើមិនទាន់បានចុច Subscribe សូមចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីសូមអរគុណ